តជីវធម្មខ្ញុំបាទសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងលើកយករំហាត់មួយដែលជាលំហាត់ចេញប្រឡងចូលសាកលវិទ្យាល័យឬក៏លំហាត់ប្រឡងហៅរំផុតផ្សេងៗទីមួយគឺគេឲ្យសមីការចែកមក x គីបដក 2x ការ៉េបូក x ដក 7 ស្មើ0មានឬ alpha beta gamma ចឹងទៅហើយគេឲ្យគណិតតម្លៃ a ដែល a គឺស្មើប៉ុណ្ណេះដូច្នេះដំបូងឡើយគឺយើងតាំងសំណល់យើងតាំង f នៃ x ស្មើ x គីបដក 2x ការ៉េបូក x ដក 7 អានេះគឺជា f នៃ x ដែលគេដែល f នៃ x នេះស្មើ0ព្រោះអនុគមយើងគឺស្មើ0ដូចគ្នាហើយគេថាអនុគមយើងមានឬ3 alpha beta gamma អញ្ចឹងយើងអាចសរសេរបានថា f នៃ x ស្មើ x ដក alpha beta x ដក beta beta x ដក gamma តែស្មើ0បន្ទាប់ពីបានសមីការនេះហើយគឺយើងត្រូវ derivative អនុគមរបស់យើងដូច្នេះយើង derivative មក f' no បន្ទាប់ពីយើងបានប៉ុណ្ណេះហើយគឺយើងត្រូវបំពាក់លិនចូលទៅក្នុងអនុគមរបស់យើងដូច្នេះយើងបំពាក់មកយើងបានអីគេយើងបានលិននៃ f នៃ x ស្មើលិននៃ x ដក alpha x ដក beta beta x ដក gamma លិននៃផលគុណគឺស្មើផលបូកលិនអញ្ចឹងស្មើលិន x ដក alpha បូកលិន x ដក beta បូកលិន x ដក gamma នេះគឺជាតម្លៃលិននៃ f នៃ x បន្ទាប់មកគឺយើង derivative វាយើង derivative មកអញ្ចឹងអានេះ derivative លិន y ស្មើ y' លើ y ដូច្នេះគឺស្មើ f' នៃ x លើ f នៃ x ស្មើនឹងx ដក alpha' លើ x ដក alpha បូក x ដក beta' លើ x ដក beta បូក x ដក gamma' លើ x ដក gamma បន្ទាប់មកយើងបានអីគេយើងបាន f' នៃ x លើ f នៃ x គឺស្មើនឹង1លើ x ដក alpha បូក1លើ x ដក beta បូក1លើ x ដក gamma បន្ទាប់ពីបានរៀងប៉ុណ្ណេះហើយគឺយើងចាប់ផ្ដើមមើល f នៃ x យើងសាកឡើងវិញអញ្ចឹងឃើញថា f នៃ x របស់យើងគឺស្មើ x គីបដក 2x ការ៉េបូក x ដក 7 ជាង derivative វាមក f' នៃ x ស្មើ 3x ការ៉េដក 4x បូក1f សីកងនៃ x ស្មើ 6x ដក 4 បូក 1 no 6x ដក 4 ទេបន្ទាប់មកយើងបន្ទាប់មកយើង derivative អានេះម្ដងទៀតមកនេះដោយបានគុំនេះអញ្ចឹងខ្ញុំតាំងអានេះដោយ1អញ្ចឹងយើង1នាំឲ្យយើង derivative ម្ដងទៀតមកណាអានេះគឺ y លើ y ស្មើ y' v ដក v' y លើ v ការ៉េ f នៃ x លើជាការ៉េស្មើនឹងអានលើ y ស្មើដក y' លើ y ការ៉េអញ្ចឹងស្មើដក1លើ x ដក alpha លើជាការ៉េដក1លើ x ដក beta លើជាការ៉េដក1លើ x ដក gamma លើជាការ៉េដូច្នេះយើងបានអីគេអានេះគឺស្មើ f សកងនៃ x គុណឲ្យ f នៃ x ដក f' នៃ x លើជាការ៉េលើ fនៃ x លើជាការ៉េស្មើនឹងដក1លើ
x ដក alpha លើកជាការ៉េបូក1លើ x ដក beta លើកជាការ៉េបូក1លើ x ដក gamma លើកជាការ៉េហើយយើងមើលតម្លៃប៉ុណ្នេះតើតម្លៃប៉ុណ្នេះគឺស្មើនឹងអ្វីតម្លៃប៉ុណ្ណឹងគឺស្មើនឹងតម្លៃ a នេះឯនេះno អត់តនេះអញ្ចឹងយើងមើលអានេះ x ដក alpha អានេះ1ដក alpha អញ្ចឹងបើសិនជាយើងជំនួស x ដោយ1គឺវាចូលអនុគម a បាត់ហើយចូលរៀង a បាត់ហើយដូច្នេះយើងឲ្យ x ស្មើ1មកអញ្ចឹងមកឲ្យគេជំនួស x ដោយ1ទាំងអស់ f ដោយ1 f សកុងដោយ1គុណ f នៃ1ដក f ការ៉េនៃ1លើ f ព្រីមការ៉េនៃ1លើ f នៃ1លើជាការ៉េស្មើដក1លើ1ដក alpha លើជាការ៉េបូក1លើ1ដក beta លើជាការ៉េបូក1លើ1ដក gamma លើជាការ៉េអ្នកគ្នាមើលប៉ុណ្ណេះគឺគេនេះប៉ុណ្នេះគឺជាអនុគម a របស់យើងអញ្ចឹងអត់ដូច្នេះយើងអាចសរសេរបានថា f សកុងនៃ1គុណឲ្យ f នៃ1ដក f ព្រីមការ៉េនៃ1លើ f ការ៉េនៃ1ស្មើគេដក a អញ្ចឹងនាំឲ្យ a ស្មើដក f ការ៉េនៃ1លើអានេះគឺ f សកុងនៃ1គុណឲ្យ f នៃ1ដក f ព្រីមការ៉េនៃ1យើងមើល f នៃ x ស្មើប៉ុណ្ណាអញ្ចឹងដល់មក f នៃ1ស្មើប៉ុន្មានចំនួន1ចូលមកវាបាន1ដក2បូក1ដក7អញ្ចឹងស្មើប៉ុន្មានទៅគឺស្មើដក7ចានេះដល់មក f ព្រីមនៃ1ស្មើប៉ុន្មានចំនួន x នៃ1មក3ដក4បូក1ស្មើ0អញ្ចឹង f សកុងនៃ x នាំមក f សកុងនៃ1ស្មើ6ដក4អញ្ចឹងស្មើ2យើងបាននេះគេយើងបាន a ស្មើដក f សកុងនៃ1បានគឺ2គុណ f នៃ1បានដក7ដក f ព្រីមនៃ1គឺ0នឹងឯង f នៃ1គឺដក7អញ្ចឹងដក7លើកជាការ៉េស្មើដក2គឺថាដក7លើដក7លើជាការ៉េអញ្ចឹងស្មើដក2លើដក7ស្មើ2លើ7ដូច្នេះយើងទទួលបាន0 a ស្មើ2លើ7ជាចម្លើយរបស់យើង